មានស្នាមនៅត្រង់នេះណាចាហើយអ្នកខ្លះទៀតគាត់មាននៅដល់នេះទៀតហ្នឹងហើយចាជំរាបសួរសួស្តីថ្ងៃនេះមកបង្ហាញពីក្បាច់ថ្មីទៀតណាគឺតាក់ទងទៅនឹងអ្នកដែលមានបញ្ហានៅនឹងច្រអូសមាត់នេះណាចាដូចចាអ្នកដែលមានស្នាមនៅត្រង់នេះណាចាហើយអ្នកខ្លះទៀតគាត់មាននៅដល់នេះទៀតហ្នឹងហើយអញ្ចឹងលំហាត់ប្រាណងាយៗដែលយើងអាចធ្វើខ្លួនឯងបានយើងធ្វើជាប្រចាំជារៀងរាល់ថ្ងៃចាគឺយើងងាកមាត់ហាមាត់បន្តិចមកហើយយើងចាប់ផ្ដើមអូសពីត្រឹមនេះរហូតមកដល់ចិត្តគុំតិចនេះណាចាអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើឲ្យមើលខ្ញុំធ្វើមាត់ចេះមកចាអញ្ចឹងមួយខាងហ្នឹងគឺយើងធ្វើរយៈពេល30វិនាទីណាចាគិតថាមកជុំណាចាហើយបន្ទាប់មកយើងមកខាងទៀតណាហ្នឹងហើយមកខាងទៀតដូចគ្នាហ្នឹងហើយមកខាងទៀតនេះគឺយើងធ្វើ30វិនាទីដែរចាអញ្ចឹង30វិនាទីអាហ្នឹងយើងគិតថាមកជុំណាចាហ្នឹងហើយអញ្ចឹងជំរាបផងដែរថាក្បាច់នេះយើងធ្វើ30វិនាទីមកធ្វើចំនួន4ជុំដូចគ្នាណាអញ្ចឹងខាងនេះ4ជុំខាងនេះ4ជុំសរុបទៅ8ជុំអញ្ចឹងមួយថ្ងៃយើងធ្វើតែ8ជុំហ្នឹងទៅបានហើយណាចាចាអរគុណ